តែបច្ចេកវិទ្យាផ្កាយរណបអាចជួយកាត់បន្ថយភ្លើងឆេះព្រៃលិចទឹកនៅបឹងទន្លេសាបបានឬយ៉ាងណានៅក្នុងវីដេអូនេះយើងនឹងស្វែងយល់ស៊ីជម្រៅពីប្រធានបទនេះទាំងអស់គ្នាជាទូទៅរដូវប្រាំងចូលមកដល់ព្រៃលិចទឹកជុំវិញតំបន់បឹងទន្លេសាបនឹងចាប់ផ្ដើមផ្លាស់ប្ដូររូបរាងបន្តិចម្ដងទឹកស្រកធ្វើឲ្យឫសនៃព្រៃលិចទឹកចាប់ផ្ដើមលេចចេញពីបាតបឹងហើយស្មៅក្រៀមក្រោះក៏លេចឡើងពីពេញផ្ទៃព្រៃសម្រាប់ប្រជាជនដែលរស់នៅតំបន់នោះការឈានចូលរដូវប្រាំងបែបនេះក៏នាំមកនូវហានិភ័យខ្ពស់នៃអគ្គិភ័យជាពិសេសនោះគឺរឿងឆេះព្រៃនៅពេលដីចាប់ផ្ដើមស្ងួតប្រជាពលរដ្ឋខ្លះមិនបានយល់ហើយក៏ចាប់ផ្ដើមដុតព្រៃដើម្បីស្វែងរកសត្វពាហនៈដូចជាគោក្របីជាដើមឬយល់ថាដុតដើម្បីឲ្យស្មៅខ្ចីដុះឡើងត្រឡប់មកវិញខ្លះទៀតភ្លេចពន្លត់ភ្លើងចង្ក្រានដែលដាំស្លនៅក្នុងព្រៃរងើកភ្លើងតូចៗទាំងអស់នោះអាចបណ្ដាលឲ្យកើតមានភ្លើងឆេះព្រៃសន្ធោសន្ធៅបានយ៉ាងស្រួលក្នុងមួយរំពេចភ្នែកសម្រាប់សហគមន៍ដែលពឹងផ្អែកលើផលនេសាទនិងអនុផលព្រៃឈើពីបឹងទន្លេសាបការការពារប្រព័ន្ធអេកូឡូស៊ីនេះមិនមែនត្រឹមតែជាការអភិរក្សប៉ុណ្ណោះទេប៉ុន្តែក៏ជាការការពារមុខរបរចិញ្ចឹមជីវិតនិងអនាគតរបស់ពួកគាត់ផងដែរដូច្នេះហើយទើបអង្គការអភិរក្សអន្តរជាតិកម្ពុជាហៅកាត់ថាអង្គការ CI បានយកចិត្តទុកដាក់ទាក់ទងនឹងបញ្ហាភ្លើងឆេះព្រៃលិចទឹកនេះដោយផ្ដល់វគ្គបណ្ដុះបណ្ដាលឧបករណ៍គាំទ្រនិងគៀកការចូលរួមពីគ្រប់ភាគីរួមគ្នាបង្ការបញ្ហានេះអង្គការ CI បានប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបដែលមានឈ្មោះថា Aurora Tech ដែលជាបច្ចេកវិទ្យាមួយមានសមត្ថភាពអាចផ្ដល់ព័ត៌មាននិងកំណត់ទីតាំងភ្លើងឆេះព្រៃបានយ៉ាងរហ័សនិងទាន់ពេលវេលាវាបានចង្អុលបង្ហាញពីទីតាំងច្បាស់ប្រាកដនៅកន្លែងដែលកើតមានភ្លើងឆេះព្រៃតែម្ដងតាមរយៈប្រព័ន្ធផ្កាយរណបបញ្ជូនមកក្រុមការងារអង្គការ CI ហើយក្រុមការងារ CI បញ្ជូនព័ត៌មានបន្តទៅក្រុមល្បាតសហគមន៍តាមរយៈ Telegram ដែលពួកគាត់ចាំទទួលរាល់ព័ត៌មាននិងជាវីរៈជនដែលពន្លត់និងបង្ការភ្លើងឆេះព្រៃទាន់ពេលវេលាការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យានិងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសហគមន៍អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការការពារព្រៃលិចទឹកនៃបឹងទន្លេសាបក្នុងរយៈពេល3ឆ្នាំចុងក្រោយនេះតាមរយៈការរកឃើញទាន់ពេលនិងការឆ្លើយតបរបស់សហគមន៍ក្រុមល្បាតបានជួយបង្ការហេតុការណ៍ភ្លើងឆេះព្រៃច្រើនជាង50ករណីដែលការពារផ្ទៃដីព្រៃសហគមន៍សរុបចំនួន 64,000 ហិកតាការបង្ការភ្លើងឆេះព្រៃក៏មានន័យថាជាការការពារប្រភេទសត្វកម្រនិងប្រព័ន្ធអេកូឡូស៊ីដែលមិនអាចកាត់ថ្លៃបានព្រៃលិចទឹកជុំវិញបឹងទន្លេសាបជាទីជម្រករបស់សត្វព្រៃរួមមានសត្វខ្លាត្រីភេរោមច្រមុះសត្វស្លាបទឹកនិងត្រីមេពូជក៏ដូចជាប្រភេទរុក្ខជាតិកម្រជាដើមមិនតែប៉ុណ្ណោះវាគឺជារនាំងទប់ស្កាត់ជុះភ្លៀងរាល់ពេលដែលអ្នកនេសាទជួបជាមួយនឹងបញ្ហាគ្រោះធម្មជាតិពួកគាត់តែងតែជិះទូកទៅជ្រកក្នុងព្រៃទាំងអស់នោះដូច្នេះបច្ចេកវិទ្យាផ្កាយរណបពិតជាបានផ្ដល់ព័ត៌មានទាន់ពេលវេលាប៉ុន្តែការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសហគមន៍អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការការពារព្រៃលិចទឹកនៃបឹងទន្លេសាប